ជាបឋមខ្ញុំបាទសូមគោរពគណៈអធិបតីនិងគណៈកម្មការជាទីគោរពសូមគោរពលោកគ្រូអ្នកគ្រូមេដាបៃតាអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់ខ្ញុំបាទឈ្មោះហាក់មេងលីជាសិស្សថ្នាក់ទី4កនៃសាលាបញ្ញាសាស្ត្រអន្តរជាតិខ្ញុំបាទឡើងមនេះដើម្បីអានអត្ថបទមួយដែលមានចំណងជើងថាកល្យានមិត្តសូមអង្គពិធីទាំងមូលរីករាយសម្ដាប់ដូចតទៅនៅសាលារៀនខ្ញុំមានមិត្តភ័ក្តិច្រើនណាស់យើងស្រឡាញ់រាប់រកគ្នាបីដូចបងប្អូនរួមឧតូមិត្តខ្ញុំជាមិត្តល្អគួរឲ្យមានទំនុកចិត្តនិងការកក់ក្ដៅមិត្តល្អមានសន្តានចិត្តស្មោះសរបរិសុទ្ធឥតលាក់លៀមឥតពុតត្បុតយើងលើកសរសើរមិត្តដែលបានប្រព្រឹត្តល្អហើយបញ្យល់ណែនាំមិត្តខ្លះដែលប្រព្រឹត្តខុសឆ្គងឲ្យមានចរិយាត្រឹមត្រូវអនុវត្តតាមការទូន្មានព្រានប្រដៅរបស់លោកគ្រូគ្រប់កលៈទេសៈមិត្តល្អតែងជួយធុរៈគ្នាជួយឧបត្ថម្ភគ្នាឲ្យមានសេចក្តីសុខក្សេមក្សាន្តយើងមិនដែលបោះបង់ចោលគ្នានៅគ្រាអាសន្នឡើយមិត្តល្អគឺជាកល្យានមិត្តដូច្នេះយើងយល់ថាកុលបុត្រកុលធីតាត្រូវពិនិត្យពិចារណាឲ្យបានច្បាស់លាស់មុននឹងចងស្ពានមេត្រីនឹងជនណាម្នាក់ពុទ្ធភាសិតមួយបានពោលថាត្រូវរាប់រកបុគ្គលល្អប្រកបដោយសប្បុរសធម៌ដ៏ឧត្តមដែលមានលក្ខណៈជាកល្យានមិត្តខ្ញុំបាទសូមអរគុណ